អ្នកដែលប៉ាកែខឹងអ្នកដែលប៉ាកែស្អប់ប្រៀបដូចជាខ្លួនគាត់តែងតែលេបថ្នាំពុលរាល់ថ្ងៃតែគាត់រំពឹងឲ្យអ្នកដទៃជាអ្នកស្លាប់ទៅវិញកន្លែងនេះខ្ញុំចង់និយាយថាម៉េចថាការដែលខឹងការដែលស្អប់អ្នកណាគេអ្នកពិបាកគឺខ្លួនយើងអ្នកពិបាកយើងស្អប់អ្នកដទៃយើងឃើញមុខគេអញ្ចេះឃើញមុខអ្នកនឹងស្អប់អ្នកនឹងណាមិនចង់ទៅកន្លែងហ្នឹងណាជួបមុខកន្លែងណាក្តៅកន្លែងហ្នឹងអ្នកណាអ្នកក្តៅអ្នកណាអ្នកពិបាកគឺយើងខ្លួនឯងហើយកំហឹងបំផ្លាញខ្លួនឯងច្រើនមែនទែនណាបងប្អូនបំផ្លាញតាំងពីការគិតគូរពិចារណាលែងបានដិតដល់ដូចមុនកំហឹងតែមកប្រាវបំផ្លាញអនាគតក៏មានណាហ្នឹងហើយរហូតដល់ការសិក្សាស្រាវជ្រាវផ្សេងៗឃើញថាកំហឹងតែមួយផ្លែតទេថយចុះប្រព័ន្ធការពារ 4-5 ម៉ោងធ្វើឲ្យយើងងាយឈឺជំងឺផ្សេងអញ្ចឹងសរុបមកវិញថាបើយើងប៉ាកែខឹងប៉ាកែស្អប់មិនខុសពីយើងលេបថ្នាំពុលរាល់ថ្ងៃទេតែយើងរំពឹងឲ្យអ្នកដែលយើងស្អប់នឹងស្លាប់ថាគេមិនស្លាប់ទេគេមិនទាំងដឹងអីផងពេលដែលយើងខឹងមានអ្នកណាគេដឹងអីណាគាត់តែឃើញមុខគេយើងអ្នកពិបាកខ្លួនយើងតាឃើញទេបងប្អូនអញ្ចឹងហើយដែលបងប្អូនអាចធ្វើបានគឺលើកលែងទោសឲ្យអ្នកដទៃលើកលែងទោសឲ្យខ្លួនឯងហើយបើខ្ញុំតែងតែនឹកឃើញពាក្យមួយ forgive but not forget ខ្ញុំអនុគ្រោះឲ្យប៉ុន្តែខ្ញុំអត់ភ្លេចទេណាបងប្អូនអញ្ចឹងអរគុណសម្រាប់ការចូលរួមស្ដាប់ក្នុងថ្ងៃនេះអរគុណច្រើន